ឥឡូវចេះកូនឯងហើយនឹងអ្នកតឡងនៅសម្រាប់នៅវិមានរបស់ខ្ញុំសិនទៅណាចាខ្ញុំមកនេះថាសុំអ្នកតឡងសម្រាប់ឲ្យបានមួយអាទិត្យអើយ10ថ្ងៃក៏បាន1ឆ្នាំក៏បាន3ឆ្នាំក៏បានណាអើយមិនអីទេឥឡូវធ្វើដំណើរទៅចុះណាចាំមិនក៏អាឡែម្លេះកូនណាបែកគ្នាយូរហើយណាកូននេះកូនភាសាតឡងហើយតឡងគេនឹកគ្នាគេនិយាយចឹងគេទុនភ្លុននឹងគ្នាគេស្នេហ៍ស្នាលជាមួយគ្នាណាខ្ញុំចង់ថាបើសិនជាលោកឪពុកក្មេងនេះមិនព្រមឲ្យខ្ញុំនៅក្នុងវិមានណាក៏ខ្ញុំសុខចិត្តនៅចាំបងអរុនត្រឡប់ទៅដែរម៉ាច់ពុកចង់និយាយអញ្ចឹងឲ្យតាកូនឯងជួបគ្នាពេលណាមកជប់ការយប់មកថ្ងៃការថ្ងៃតែតឡងខ្ញុំសប្បាយចិត្តខ្លាំងណាស់មើលអ្នកបំរើវិផលិតគួននាំអ្នកតឡងឯងឲ្យកុំភាសាអញទៅក្នុងវិមានទៅណារៀបចំសម្ភារៈអីឲ្យបានស្អាតម្ហូបអាហាររៀបចំឲ្យស្អាតលឺអ្នកតឡងខ្ញុំធ្វើដំណើរទៅសិនហើយណាហ្នឹងហើយទៅចុះទៅទៅលោកឪពុកក្មេងខ្ញុំទៅសិនលោកឪពុកក្មេងខ្ញុំគិតថាខ្ញុំមកលេងក្នុងវិមានរបស់លោកឪពុកក្មេងខ្ញុំចង់ហូបចំណីណាឆ្ងាញ់តែលោកឪពុកក្មេងធ្វើដោយផ្ទាល់ឯងខ្លួនឯងណាអត់អីទេចាំពុកធ្វើឲ្យណាទៅចុះខ្ញុំទៅមួយទឹកក្នុងចាំហូបហើយណាមួយទឹកឲ្យស្អាតធ្វើឲ្យឆ្ងាញ់ណាទុកពុកអ្នកធ្វើឲ្យអើយអានេះពិតជាពូជមន់ចែមែនពូជខ្ញុំរតាពូជមន់ចែទេអានេះបានកូនវិចារដូចមន់អញ្ចឹងណានួនលោកសិទ្ធិខ្ញុំសូមជម្រាបសួរលោកសិទ្ធិល្អហើយនួនហើយចោះក្មួយឯងនៅជាមួយអ៊ំសប្ថ្ងៃហ្នឹងគឺថាការងារនៅហត់ហ្នឹងវាយ៉ាងម៉េចដែរអត់អីទេហ៎លោកសិទ្ធិមិនអីទេការងារប៉ុណ្ណេះខ្ញុំអាចធ្វើបានទាំងអស់ណាលោកសិទ្ធិឥឡូវចេះនួនចាលោកអ្នកបំរើគេបានប្រាប់អ៊ំថាកូនរបស់អ៊ំវិលត្រឡប់មកវិមានវិញហើយអ៊ំចង់ឲ្យក្មួយឯងនេះទៅទទួលនៅឯផ្លូវបំបែកជា4នងណាដែលចំការរបស់យើងហ្នឹងណាចំការលោកអ៊ំចំការមួយដើមឈើរៀងធំជាងគេធំហ្នឹងណាខ្ញុំដូចជាផ្លេចផ្លូវមិនដាច់ទេនេះចំការនោះបាត់ទៅឆ្វេងតិចទៅស្ដាំតិចមែនទេបាត់ឆ្វេងតិចទៅស្ដាំតិចមានដើមធំមួយប៉ុណ្ណានេះមួយឯងនៅចាំកូនប្រអ៊ំនៅនឹងទៅណាចាលោកអ៊ំឥឡូវធ្វើដំណើរទៅចោះណាចាខ្ញុំលីហើយលោកអ៊ំទៅចោះគួរអាណិតដែរប៉ុន្តែដឹងយ៉ាងម៉េចធ្វើម៉េចម៉ែឪវាចពាក់បំណុលយើងទៅថាអត់មានលុយសល់អញ្ចឹងខ្ញុំទៅចំការនោះដើម្បីចាំកូនប្រុសរបស់លោកអ៊ំតើគេឈ្មោះអីដែរទៅកូនប្រុសរបស់អ៊ំហ៎ចាឈ្មោះអរុនឈ្មោះបងអរុនណាអរុនណាទៅចុះហើយបើបានជួបគ្នាហើយនាំមកវិមានមកជួបអ៊ំជាបន្ទាន់ណាចាលោកអ៊ំទៅចុះសប្បាយចិត្តណាស់ថ្ងៃនេះតឡងក៏មកកូនប្រសាក៏មកហើយកូនបការបស់ខ្ញុំអរុនក៏មកបើទឹកធ្វើដំណើរទៅសិនហើយអីក៏វាមិនដែរបើចឹងគិតថាទៅសម្រាប់បន្តិចសិនវាមានដ៏ធំស្កឹមស្កៃដែលអ្នកធ្លាប់តែផ្ដល់នៅសេចក្តីសុខនិងភាពកក់ក្ដៅពីទ្រង់លោកឪពុកនិងអ្នកម្ដាយខ្ញុំចិត្តបានធ្វើដំណើរទៅរួមរស់ជាមួយនឹងអ្នកវិញហើយលោកឪពុកជាទីគោរពនៃកូនអើយលោកតែងតែថ្នាក់ថ្នមបីបងធ្វើជាឪពុកផងធ្វើជាម្ដាយផងកាលដែលអ្នកម្ដាយលោកបានលាចាកលោកនេះទៅទោះបីជាខ្ញុំចង់បានអ្វីក៏ដោយក៏លោកតែងតែបំពេញបំណងខ្ញុំជានិច្ចមេឃមាស្រទមក
រៀងអវសានគណោបករៈបង្ការព្រមទាំងចិញ្ចឹមបីបាច់ថែរក្សាសុខបីតែស្រមោចមួយវាក៏មិនបានកូនពិតជាមានក្តីនឹករលឹកនឹកបារម្ភចំពោះលោកឪពុកណាស់ប្រហែលជាឥឡូវនោះលោកឪពុកពិសាអ្វីក៏មិនឆ្ងាញ់ហើយសម្រានក៏មិនសូវលក់ដែរប្រហែលជាលោកក៏កំពុងតែនឹករលឹកទៅដល់ខ្ញុំដែរប្រញាប់ស្រូតដំណើរទៅសិនលោកអ៊ំថាឲ្យខ្ញុំនៅចាំលោកអរុណនៅទីនេះថ្ងៃកាន់តែខ្ពស់ហើយមិនទាន់ឃើញលោកអរុណមកទៀតពុកអើយពុកចាប់តាំងពីពុកចែកឋានទៅតើពុកដឹងទេកូនស្រីម្នាក់នេះនឹកពុកខ្លាំងណាស់អោអ្នកម្ដាយពេលនេះហើយអ្នកម្ដាយជាមួយនឹងប្អូនស្រីសុខទុក្ខយ៉ាងណាទៅអោជីវិតខ្ញុំអើយ
បេះផ្លែឈើ លោកជាអ្នកណាអំបញ្ញមិញនេះលោកឯងមិនឃើញអីខ្លះមកបាយមកពេញកាចេះ អំបញ្ញមិញនេះ លោកឯងមិនឃើញអី គឺខ្ញុំបានឃើញណែ ឃើញអី ឃើញទាំងអស់ហ្នឹង ឃើញអីទាំងអស់អូយព្រះម្ចាស់ថ្លៃអីគេឃើញអីខ្ញុំអស់ហើយមកតាអ្នកយាយប្រាប់ខ្ញុំមកតើលោកឃើញអីខ្លះ ឃើញទាំងអស់ហ្នឹងអ្នកនាង ឃើញអីទាំងអស់នោះ ឃើញអ្នកនាងណែកំពុងតែចិត្តតោមណែឡើងបេះផ្លែផល្លានោះអី បថោខ្ញុំខំតែភ័យក្រែងតែគេឃើញអីខ្ញុំអស់ហើយ ពុទ្ធធម៌អញ្ចឹងក៏ភ័យដែរខ្ញុំឃើញអ្នកនាងកំពុងតែឡើងបេះនៅផ្លែឈើហ្នឹងហើយចុះណាថ្មណាទៅហើយមិនទាន់ណាឆៃបាយឆៃទឹកអីទេហីបានជាឡើងបេះផ្លែឈើអញ្ចឹង លោកប្រុសខ្ញុំមិនតន់ឆៃទេឃ្លានតាមការពិតខ្ញុំនៅគេទីកន្លែងនេះខ្ញុំនៅចាំមនុស្សម្នាក់ណា ចាំមនុស្សម្នាក់ ចា តើនាងចាំនរណាទេ លោកក៏មិនស្គាល់ដែរខ្ញុំប្រាប់ក៏មិនស្គាល់ដែរគឺកូនលោកសេដ្ឋីហ្នឹងណាសេដ្ឋីនោះគឺចិត្តកំណាញ់ចិត្តអាប្រៃចិត្តអាក្រក់សូម្បីតែខ្ញុំចង់ឆៃអ្វីក៏មិនឲ្យខ្ញុំមិនតែប៉ុណ្ណោះគេធ្វើបាបពុកម៉ែខ្ញុំឲ្យពុកខ្ញុំស្លាប់ទៀតលោកប្រុស ធွာតើសទ្ធិអាណាទៅដែលមានចិត្តអត់ដេរថៃធ្វើបាបដល់គ្រួសារនាងថ្មនេះតាហើយនាងមិនទាន់បានបាយទឹកទេពុទ្ធធម៌ អាក្រក់ខ្លាំងណាស់តែលោកដឹងទេឲ្យខ្ញុំធ្វើការតាំងពីព្រឹករហូតមកដល់ស្មាននេះទៅហើយឲ្យខ្ញុំមករងចាំផ្លូវកូនគាត់ទៀតហើយខ្ញុំមិនទាន់បានឆៃអីមួយម៉ាត់ ឈប់សិន ទេ ខ្ញុំដឹងហើយខ្ញុំយល់ហើយខ្ញុំដឹងថានាងពិតជាហេវហត់មិនទាន់បានឆៃអ្វីនោះទេប៉ុន្តែនាងហើយសេដ្ឋីដែលនាងថាចិត្តអាក្រក់នោះតើសេដ្ឋីម្នាក់នោះឈ្មោះអ្វីទៅ ឈ្មោះសេដ្ឋីសម្បត្តិនោះអីលោកឯងស្គាល់ទេ សេដ្ឋីសម្បត្តិ ចាសេដ្ឋីសម្បត្តិនោះអាក្រក់ខ្លាំងណាស់តាមការពិតណាបងប្រុសខ្ញុំនិយាយប្រាប់តែបងប្រុសកុំទៅនិយាយប្រាប់គេផ្សេងទៀតណាលោកសេដ្ឋីសម្បត្តិនេះអ្នកចិត្តខាងគេស្អប់គ្រប់តែគ្នាហ្នឹងចិត្តកំណាញ់ចិត្តអាក្រក់កំរិះមករៀលមិនល្វេះផងសំបីតែមកហូបអាហារដែលនៅសល់ឆ្កែក៏មិនអោយដែរខ្ញុំប្រាប់បងឯងទៅ ហើយចុះហេតុអ្វីបានជាមានចិត្តអត់ដេរថៃអញ្ចឹងប៉ុន្តែណាទេឈ្មោះក៏អាចដូចគ្នា ឈ្មោះសេដ្ឋីសម្បត្តិណាហើយបងប្រុសដឹងទេកូនរបស់គាត់នោះកូនកំណត់អាក្រក់ដូចជាគាត់ដែរមើលទៅនោះ អូ តែអាក្រក់កូនអាក្រក់ បា ដែ ន រ ន័យថាទាំងឪពុកទាំងកូនគឺចិត្តអាក្រក់ដូចគ្នាមែនទេ ចិត្តអាក្រក់ដូចតែគ្នានឹងថ្ងៃនេះគាត់ឲ្យខ្ញុំនេះមកចាំផ្លូវកូនប្រុសរបស់គាត់តែខ្ញុំដឹងហើយថាកូនរបស់គាត់នោះប្រកាសជាចិត្តនោះអាប្រៃទូលយុចិត្តខ្មៅចិត្តដេរខាន គុំខឹងធ្វើអ្វីណា ខឹងណាស់ មិនបាច់ខឹងធ្វើអ្វីនោះទេអ្នកណាសាងអ្វីគឺទទួលបានផលនោះតែអ្នកនាងដាំដើមស្វាយគឺប្រកាសជាបាននៅផ្លែស្វាយហើយដាំដើមដូងគឺបានដើមដូងហើយអញ្ចឹងបាបកម្មគឺមានពិតមិនអីនោះទេមិនចាំបាច់ខឹងនោះទេធ្វើឲ្យអារម្មណ៍របស់យើងនោះវាមិនសប្បាយចិត្តសេដ្ឋីណាដែលចិត្តអាក្រក់មនុស្សណាដែលចិត្តអាក្រក់ខ្ញុំក៏មិនចូលចិត្តខ្ញុំក៏ស្អប់ដែរបើសេដ្ឋីនោះចិត្តអាក្រក់ខ្ញុំក៏មិនចូលចិត្តមិនស្រឡាញ់រាប់អានដែរហើយចុះនៅកូនប្រុសទៀតអ្នកនាងថាចិត្តអាក្រក់មុខអាក្រក់តើអ្នកនាងបើតែក្តីថាគ្រួសារនោះធ្វើបាបអ្នកនេះទាំងអស់មែនទេ ធ្វើបាបទាំងអស់ហ្នឹងសំបីតែអ្នកបម្រើរបស់លោកអ៊ំសេដ្ឋីនោះក៏ចិត្តកំណាញ់ដែរពីព្រោះសេដ្ឋីនោះបានបង្រៀនអស់ទៅហើយតាំងពីមានទាំងអស់ហ្នឹងចិត្តអាក្រក់ទាំងអស់ហ្នឹងប្រហែលជាកូនរបស់លោកសេដ្ឋីនោះប្រហែលជាមនុស្សនោះហើយជាមុខវិធីគឺឈោនឆាញហើយមកទៅបាច់ជាឪនោះមុខអាក្រក់យ៉ាងហ្នឹង ជាការពិតហើយមនុស្សយើងកាលណាបើរូបសម្រស់ស្រស់ស្អាតមានចិត្តណែជាការខេណីក៏មិនជាការគប្បីប្រសើរនោះដែរប៉ុន្តែអ្នកនាងនិយាយអំបញ្ញមែននេះខ្ញុំភ្លេចសួរតើកូនអ្នកសេដ្ឋីនោះឈ្មោះសម្បត្តិមែនទេ លោកសេដ្ឋីសម្បត្តិ នៅស្រុកណាមួយខ្ញុំនឹងទៅរករឿង ហើយរករឿងមិនឈ្នះគេទេសំបីតែចម្ពាក់ប្រាក់បន្
មិនអីទេអ្នកនាងមិនអីទេកាលណាដែរអ្នកនាងបានជួបខ្ញុំនេះគឺជាភ័ព្វវាសនាភ័ព្វសំណាងរបស់អ្នកនាងហើយណាឪពុកខ្ញុំក៏ជាសទ្ធីម្នាក់ដែរលោកមិនត្រឹមតែណាចិត្តបានជាមួយនឹងអ្នកភូមិផងរបស់ជាមួយនោះទេសូម្បីតែអ្នកខ្ញុំជាកូនគឺលោកមានព្រមវិហារធម៌ចំពោះខ្ញុំណាអ្នកនាងកុំភ័យទៅដល់ណាវិមានរបស់ខ្ញុំនឹងជម្រាបដល់លោកដើម្បីឲ្យរកយុត្តិធម៌រកខុសត្រូវកុំឲ្យមានការគៀបសង្កត់ដល់អ្នកនាងទៀតណាមែនណាជាការពិតអូយពេលណាដែលខ្ញុំធ្វើការឲ្យលោកសេដ្ឋីចង្រៃនោះរួចរាល់អស់ហើយខ្ញុំទៅសុំការងារបងប្រុសធ្វើមិនអីទេមិនអីទេណែសេដ្ឋីនោះនៅស្រុកណាទៅនាងនៅស្រុកចន្ទក្រៀមយើងហ្នឹងណាថាម៉េចនៅចិត្តនឹងចន្ទក្រៀមយើងហ្នឹងណាហើយភូមិជាមួយគ្នាទេអ្នកនាងកូនរបស់លោកសេដ្ឋីនោះកូនរបស់អ៊ំនោះមានឈ្មោះបងអីទេដូចជាបងវិបុលប្រាប់ខ្ញុំមកខ្ញុំនឹងរករឿងរកយុត្តិធម៌ណាឲ្យនាងខ្ញុំស្អប់ណាស់មនុស្សដែលគៀបសង្កត់គេប្រវាញ់នៅកម្លាំងញីឈាមគេឈ្មោះអ្វីតើនាងស្គាល់ទេខ្ញុំស្គាល់លោកសេដ្ឋីភ្នំប្រាប់ខ្ញុំថាកូនរបស់គាត់ថ្ងៃនេះឲ្យខ្ញុំនៅចាំនៅនឹងដើមឈើពីរដើមនេះហើយកូនរបស់គាត់នឹងមកណាត់ខ្ញុំនៅទីនេះហើយកូនគាត់ឈ្មោះថានឹកឃើញហើយឈ្មោះបងអរុនឈ្មោះអរុននឹងប្រកាសជាចិត្តវាកំណាចខុសខើណាចាំមើលពេលតែបានជួបម្ដងហ្នឹងអាករុនហ្នឹងអញមិនស្ដីទេចាំមើលបំរើយ៉ាងណាក៏ដោយហេតុអីបានជាចិត្តបងវិបុលណាណីវិញនាងនិយាយថាបងឯងតែស្គាល់ទេលោកមហាសេដ្ឋីនោះមានកូនឈ្មោះថាខ្ញុំស្គាល់ច្បាស់ណាស់លោកសេដ្ឋីឈ្មោះលោកសេដ្ឋីសម្បត្តិចានៅឯភូមិចូលតាក្រៀមចាហើយកូនប្រុសរបស់គាត់គឺឈ្មោះអរុនចានាងដឹងទេថាខ្ញុំនេះឈ្មោះអ្វីខ្ញុំនៅហើយគឺអរុននោះអរុនបាច់ចេះអើយអញរលឹកនោមហើយខ្ញុំឈ្មោះអរុនលោកសេដ្ឋីដែលនាងដៀលថ្មេះកប់មាត់អំបាញ់មិញនេះគឺជាលោកឪពុកសេដ្ឋីសម្បត្តិគឺជាលោកឪពុករបស់ខ្ញុំមិនតែប៉ុណ្ណោះទៀតសោតនាងដឹងទេនាងមិនតន់ទាំងស្គាល់យើងផងណាអត់តន់ស្គាល់ខ្ញុំផងលោកប្រុសនាងថ្មាស់ទេសដៀលដល់យើងដែលយើងមិនដឹងខ្យល់អីអញ្ចឹងលោកប្រុសអរុនមែនណាអើយលោកប្រុសសង្ហាណានេះអើយមើលសង្ហាណានេះអំបាញ់មិញនេះខ្ញុំនិយាយលេងតាលោកសេដ្ឋីសម្បត្តិគាត់ចិត្តល្អគាត់មេត្តាខ្ញុំអស់ខ្ញុំមករស់នៅទីនេះនេះមកជួបកូនប្រុសគេតោះតែបានមិនចេះនេះអូយអស់ការងារធ្វើឲ្យខ្ញុំយ៉ាងម៉េចហើយផិតភ័យខ្លាំងណាស់មែនទេលោកអរុនឲ្យខ្ញុំសុំទោសអំបាញ់មិញនេះខ្ញុំនិយាយលេងហ្នឹងអំបាញ់មិញនេះគឺដូចជារត់មកដល់ហើយមួយម៉ាត់អាក្រក់ពីរម៉ាត់អាក្រក់បីម៉ាត់គៀបសង្កត់តាមការពិតទៅលោកឪពុកខ្ញុំឯណាដែលមានចិត្តអន្តេរថៃអញ្ចឹងមិនតែប៉ុណ្ណោះណាថ្មាស់ទេសដៀលខ្ញុំដែរទាំងដែរមិនតន់ស្គាល់ខ្ញុំជួបខ្ញុំផងហ្នឹងអ្នកនាងថាខ្ញុំអាក្រក់ទៅហើយមិននិយាយលេងយ៉ាងណាក៏ដោយអ្នកនាងមិនអីនោះទេតាមការពិតទៅខ្ញុំក៏មានទឹកចិត្តអាណិតអ្នកនាងដែរប៉ុន្តែអំបញ្ញមិញនេះអ្នកនាងហាក់បីដូចជាណែប្រមាថមើងងាយដល់គ្រួសារខ្ញុំខ្លាំងណាស់ឥឡូវនេះខ្ញុំយកយល់អ្នកនាងដែលអ្នកនាងសុំទោសដឹងខ្លួនខ្ញុំក៏សង្ឃឹមថាពាក្យដែលអ្នកនាងនិយាយអំបញ្ញមិញនេះគឺជាការលេងសើចដោយសារមកចាំខ្ញុំមួម៉ៅក្តៅក្រហាយដោយសារភាពអ្នកស្រែកឃ្លានមិនទាន់បាយទឹកមិនអីនោះទេប៉ុន្តែយ៉ាងណាមិញក៏ដោយខ្ញុំក៏ក្រឡេកទៅឃើញក្រសែភ្នែករបស់នាងក៏អាចប្រាប់ឲ្យខ្ញុំបានដឹងថាអ្នកនាងមានទុក្ខសោកមានទុក្ខកង្វល់នៅក្នុងចិត្តខ្ញុំក៏អរគុណចំពោះអ្នកនាងដែលអ្នកនាងបានបម្រើលោកឪពុករបស់ខ្ញុំបានល្អមិនអីនោះទេឥឡូវនេះខ្ញុំគឺមិនប្រកាន់ទោសអូដំណើរនាងនោះទេពីរងាប់ដោយការមិនចងពីណានាងអ្នកធំមិនប្រកាន់អ្នកតូចទេមែនទេជាការពិតណាមិនតែប៉ុណ្ណោះលោកប្រុសចិត្តល្អខ្លាំងណាស់មិនដូចលោកមិនដូចអ្នកណាគេអ្នកដតីទេ
សិនអ្នកនាងនៅបំរើនៅឯផ្ទះខ្ញុំហើយមកចាំខ្ញុំទៀតយើងណែមិនទាន់បានស្គាល់ឈ្មោះអ្នកនាងផងតើអ្នកនាងឈ្មោះអ្វីទេយកឆាប់គង់តែស្គាល់ទេឥឡូវនេះខ្ញុំចង់ទៅវិមានវិញដើម្បីធ្វើការតែនៅយប់តិចទៀតណែលោកសេដ្ឋីខឹងខ្ញុំជាមិនខានទេមិនអីនោះទេកាលណាបើមកចាំផ្លូវខ្ញុំហើយទៅឲ្យខ្ញុំជាអ្នកធានារ៉ាប់រងអ្នកនាងណាខ្ញុំមិនឲ្យអ្នកនាងមានណែទោសបីអ្វីនោះទេចាអញ្ចឹងប្រាប់ក៏បានដែរខ្ញុំមានឈ្មោះនួនណាឈ្មោះនួនចាពិតជាពីរោះខ្លាំងណាស់ឈ្មោះអីទេឈ្មោះនួននោះមិនមែនទេនួនតាមការពិតទៅនួនគឺជាពាក្យណាចេញមកពីពាក្យនឹមនួនប្រែคล้ายថាណែគឺជាស្ត្រីម្នាក់ដែលប្រកបទៅដោយចរិយាមាយាទល្អប្រពៃស័ក្តិសមជានារីខ្មែរនួនដឹងទេតាមការពិតទៅខ្ញុំតាំងពីតូចរហូតមកដល់ពេលនេះមិនដែលឃើញនារីណាដែលមានភាពគឺថាទន់ភ្លន់មិនតែប៉ុណ្ណោះគឺឆ្លាតវាងវៃខ្លាំងណាស់នួនដឹងទេគឺខ្ញុំចង់ប្រាប់នួនថាខ្ញុំហាក់បីដូចជាមាននិស្ស័យនឹងនាងមាននិស្ស័យនឹងខ្ញុំជាការពិតណាស់គឺបងស្រឡាញ់អូននោះឯនួនស្រឡាញ់ខ្ញុំហើយជាការពិតខ្ញុំមិនហ៊ានទេលោកសថៃកាច់ណាអូនណានួនអើយនាងស្រស់ទេវៃម្លេះទ្រូងរៀមមេស្ទើប្រេះចង់បានណាស់ណនួនណាអើយនួននាងល្អវៃម្លេះទ្រូងរៀមស្ទើប្រេះខ្ញុំមិនហ៊ានទេលោកប្រុសលោកសថៃកាច់ណាតែកននិថាព្រមស្ម័គ្របងទេបងសូមសន្យាបងសូមសច្ចាបងសូមសច្ចាស្នេហាតែនួនមួយលោកប្រុសកុំអីនួនណាអូនគុំព្រួយបងស្ម័គ្រនួនមួយរំគ្រាអវសានចុះហេតុអ្វីទេខ្លាចតែលោកសេដ្ឋីមិនអីទេគាត់ណាមិនណាប្រណីឲ្យរូបនួនស្រីឲ្យរូបនួនស្រីកើតទុកណាឯកាសូមតែលោកប្រងមេតាកាំងដល់
មួយក៏ពីនាងនិយាយប្រាប់ខ្ញុំនេះគឺជាការពិតទេខ្ញុំមិនយល់ទេចុះហេតុអ្វីបានជាលោកឪពុកខ្ញុំត្រូវប្រព្រឹត្តនៅទង្វើពុំគូគប់បីអញ្ចឹងទេខ្ញុំមិនជឿទេ លោកប្រហាកុំកាត់ច្រើនពេករឿងយើងទាំងពីរនេះចាត់ទុកថាដូចជាការយកសពទៅចោលឥឡូវនេះខ្ញុំត្រូវលាលោកប្រហើយខ្ញុំនាំលោកប្រទៅវិមានពេលព្រោះខ្លាចលោកសេដ្ឋីក៏ចាប់យកមិនអីទេនួនអូនដឹងទេថាឪពុករបស់បងគឺស្រឡាញ់ថ្នាក់ថ្នមបងណាមិនថាបងចង់បានអ្វីក៏ដោយលោកតែងតែបំពេញតាមចិត្តបងជានិច្ចអូនណាឲ្យតែអូនព្រមស្ម័គ្របងពាក្យពេចន៍ដែលអូននិយាយអំបញ្ញមិញនេះបងហាក់បីដូចជាមិនជឿក៏ពិតមែនប៉ុន្តែអូនគិតតែមើលប្រសិនណាបើអូនធ្វើជាប្រពន្ធរបស់បងហើយនោះឪពុកបងគឺពិតជាស្រឡាញ់អូនមានក្តីមេត្តាសន្តោសប្រប្រណីជាមិនខានឡើយណាអូនលោកប្រឥឡូវនេះខ្ញុំសុំពេលមួយរយៈសិនតើបានទេលោកប្រុសកុំអាប់បង្ខំខ្ញុំអីខ្ញុំមិនស្អប់ខ្ពើមលោកប្រុសទេតែខ្ញុំខ្លាចតើយល់ទេលោកប្រុសខ្ញុំយល់ហើយយល់អំពីទឹកចិត្តរបស់នាងអារម្មណ៍របស់នាងហើយគឺតាមរយៈក្រសែភ្នែករបស់នាងអញ្ចឹងមិនអីនោះទេនាងគិតមើលចុះណាខ្ញុំសង្ឃឹមថានាងនឹងព្រមបាក់បេះដូងទទួលខ្ញុំណា